ចាថ្ងៃនេះមិននាំបងប្អូនឆាបាយបែបរាសសាមញ្ញធម្មតាចាឆាបាយឆាបែបស្រុកស្រែចំការរបស់យើងណាបងប្អូនចាហើយនេះគ្រឿងផ្សំសម្រាប់ឆាបាយរបស់ខ្ញុំហើយសម្រាប់បាយគឺជាបាយកកដែលខ្ញុំដាំពីល្ងាចយើងញ៉ាំអត់អស់អញ្ចឹងទៅគឺខ្ញុំដាក់ចូលក្នុងទូទឹកកកបងប្អូនដើម្បីឲ្យគ្រាប់បាយរបស់យើងវាស្ងួតវាក្រៀមល្អយើងយកមកឆាទៅវាឆ្ងាញ់អញ្ចឹងណាបងប្អូនចាហើយសម្រាប់ផ្នែកពងទាគឺខ្ញុំប្រើ3គ្រាប់បងប្អូនចាបន្ទាប់មកយើងមានបន្លែរបស់យើង3មុខទៀតបងប្អូនទាំងអស់គ្នាចាមានដូចជាពោតចាសណ្តែកគួរហើយនិងការ៉ុតបងប្អូនចានេះគឺផ្នែកសាច់គឺខ្ញុំមានសាច់ក្រកចាហើយសាច់ក្រកនេះគឺខ្ញុំស្ងោរឆ្អិនណាបងប្អូនចាជាមួយនឹងសាច់គោមកកូនដុំឯងបងប្អូនប៉ុន្តែកុំឃើញសាច់គោតិចអញ្ចឹងបងប្អូននៅពេលដែលហាន់ហើយគឺច្រើនចាញ៉ាំសាច់គោត្បិតតែថ្លៃបន្តិចមែនតែយើងញ៉ាំទៅចំណេញបងប្អូនដោយសារយើងហាន់ទៅវាបានច្រើនអញ្ចឹងណាអញ្ចឹងសម្រាប់បាយឆារបស់យើងត្រៀមគ្រឿងផ្សំរួចរាល់ហើយអត់មានអីយូរទេបងប្អូនចាខ្ញុំហាន់សាច់គោជាចំណិតដាក់ក្នុងកត្រោជ័រហ្នឹងមកចាបន្ទាប់មកទៀតគឺខ្ញុំហាន់ជាមួយនឹងសាច់ក្រកសម្រាប់សាច់ក្រកកុំហាន់ស្ដើងពេកទេបងប្អូនខ្លាចយកទៅឆាបាយទៅវាបែកអស់អញ្ចឹងយើងហាន់ក្រាស់ល្មមមកកុំក្រាស់ពេកហើយក៏មិនស្ដើងពេកដែរបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងខ្លាញ់ឲ្យក្តៅខ្ញុំដាក់ខ្ទឹមសបំពងខ្ទឹមសយើងឲ្យរៀងឈ្ងុយបន្តិចទៅខ្ញុំគោះពងដាក់2គ្រាប់សិនបងប្អូនចាយើងត្រូវធ្វើការលីងពងហ្នឹងសិនបងប្អូនលីងពងឲ្យវាឡើងក្រៀមឡើងឈ្ងុយល្អសិនទៅយើងបន្ថែមជាមួយនឹងគ្រឿងផ្សំបន្តបន្ទាប់ទៀតអញ្ចឹងណាយើងធ្វើការលីងពងបែបនេះដើម្បីឲ្យពងហ្នឹងគឺវាមានក្លិនឈ្ងុយល្អវាជំនួយក្លិនជំនួយរសជាតិដល់បាយឆារបស់យើងណាបងប្អូនចាហើយវាលក្ខណៈថាវាជាសាច់ម្ហូបមួយមុខដែរនៅក្នុងបាយរបស់យើងអញ្ចឹងណាបងប្អូនចាសម្រាប់ការលីងពងនេះបងប្អូនលីងធ្វើបែបណាឲ្យពងរបស់យើងឡើងក្រៀមឡើងក្រហមល្អឡើងក្លិនឈ្ងុយហើយវានៅពេលដែលវាឈ្ងុយភាយមកវារៀងផ្ទុះផុសតិចបងប្អូនចាអញ្ចឹងបញ្ជាក់ថាពងរបស់យើងនឹងវាក្រៀមល្អហើយយើងអាចបន្ថែមជាមួយនឹងគ្រឿងផ្សំផ្សេងទៀតបានហើយដូចបងប្អូនឃើញអញ្ចឹងចាឃើញឡើងក្រហមឡើងក្រៀមហ៎ចាអញ្ចឹងគឺពងយើងឆ្អិនហើយបងប្អូនចានៅពេលដែលពងយើងឆ្អិនល្អហើយគឺខ្ញុំដាក់បន្លែចូលទៅតែម្ដងចាសម្រាប់បន្លែគឺខ្ញុំកូរចាច្បល់ជុកឡើងឲ្យបន្លែរបស់យើងរៀងសពប់រៀងឆ្អិនបន្តិចទៅខ្ញុំក៏បន្ថែមជាមួយនឹងសាច់របស់យើងចូលតែម្ដងបងប្អូនចាសម្រាប់សាច់ហើយនឹងបន្លែបងប្អូនចង់ដាក់មួយណាមុនក៏បានដាក់បន្លែមុនក៏បានដូចខ្ញុំបែបនេះក៏បានបងប្អូនដាក់សាច់មុនក៏បានដែរឥឡូវយើងកូរច្បល់ឃើញថាសាច់យើងរៀងសពប់រៀងសរៀងឆ្អិនបន្តិចហើយខ្ញុំថែមជាមួយនឹងចាសាច់ក្រកគឺយើងដាក់ចូលក្រោយគេបងប្អូនដោយសារតែសាច់ក្រករបស់យើងគឺស្ងោរឆ្អិនស្រាប់ហើយអញ្ចឹងយើងអត់ភ័យខ្លាចថាវាអត់ឆ្អិនឬក៏វាមិនទៀតទេបងប្អូនចាបន្ទាប់ពីខ្ញុំដាក់ជាមួយនឹងសាច់ចូលហើយខ្ញុំថែមម្សៅរ៉ូឌី1ស្លាបព្រាបាយហើយនឹងទឹកស៊ីអ៊ីវ2ស្លាបព្រាបាយទៀតបងប្អូនគ្រឿងផ្សំបាយឆាគឺមានតែប៉ុណ្្នឹងឯងបងប្អូនចាខ្ញុំអត់ប្រើអីផ្សេងទៀតទេខ្ញុំប្រើតែរ៉ូឌីហើយខ្ញុំអត់ប្រើទឹកត្រីឬក៏អំបិលទេបងប្អូនចាបាយឆារបស់យើងនៅពេលដែលយើងឆាជាមួយរ៉ូឌីបែបនេះគឺចាក្លិនឈ្ងុយល្អថែមទៀតបងប្អូនហើយខ្ញុំបន្ថែមទឹកស៊ីអ៊ីវបន្តិចដើម្បីឲ្យវាឡើងពណ៌រាងកម្ៅបន្តិចទេបងប្អូនចាទឹកស៊ីអ៊ីវនោះទឹកស៊ីអ៊ីវធម្មតាណាបងប្អូនមិនមែនទឹកស៊ីអ៊ីវខាប់ទេយើងយកក្លិនឈ្ងុយពីទឹកស៊ីអ៊ីវតែម្ដងចាបន្ទាប់ពីយើងច្បល់ចុះច្បល់ឡើងឃើញថាគ្រឿងផ្សំរបស់យើងរៀងចូលជាតិបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងស្ករសមួយមុខទៀតចាហើយចុងក្រោយគេគឺម្រេចសម្រាប់បងប្អូនដែលឆាបាយបងប្អូនកុំភ្លេចឲ្យសោះម្រេចចាម្រេចជួយឲ្យបាយឆារបស់យើងមានក្លិនឈ្ងុយហើយរៀងហើក្តៅញ៉ាំទៅគឺជក់មាត់មែនតែម្ដងបងប្អូនខ្ញុំកូរច្បល់គ្រឿងផ្សំទាំងអស់ចាឲ្យវាល្បាយចូលជាតិគ្នាសពសាច់វាឆ្អិនល្អហើយខ្ញុំដាក់បាយចូលតែម្ដងសម្រាប់បាយនេះដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនចឹងបើបងប្អូនដាំបាយយកមកឆាបងប្អូនត្រូវដាំឲ្យស្រួយតែបើសិនជាបងប្អូនយកបាយកកមកឆាដូចខ្ញុំចេះបងប្អូនដាក់ក្នុងទូទឹកកកយ៉ាងតិច2ម៉ោងដើម្បីឲ្យបាយរបស់យើងវាស្ងួតវាក្រៀមវាស្រួយល្អយើងយកមកឆាទៅគឺឆ្ងាញ់តែម្ដងបងប្អូនចាសម្រាប់បាយឆាគឺយើងឆាបាយបែបស្រួយក្រៀមស្ងួតណាអត់ឆាបាយបែបអ៊ីកើតទេនៅពេលដែលខ្ញុំដាក់បាយចូលទៅហើយខ្ញុំព្យាយាមកូរក៏ដូចជាបំបែកដុំបាយដែលវានៅដុំហ្នឹងបងប្អូនបំបែកវាឲ្យវាបែកទៅជាគ្រាប់រាយរសោះដើម្បីឲ្យបាយគ្រាប់បាយរបស់យើងនឹងវាចូលជាតិជាមួយនឹងគ្រឿងផ្សំក៏ដូចជាសាច់បន្លែដែលយើងបានដាក់ទៅមុនហ្នឹងឥឡូវបាយយើងរៀងចាប់ផ្ដើមចិត្តឆ្អិនណាបងប្អូនខ្ញុំបន្ថែមពងមួយគ្រាប់ទៀតគឺគោះចូលបែបនេះតែម្ដងបងប្អូនហើយនៅពេលដែលគោះពងចូលបែបនេះបងប្អូនត្រូវបន្ថែមភ្លើងឲ្យខ្លាំងហើយព្យាយាមកូរឲ្យញាប់ដៃតែម្ដងជាមួយនឹងបាយរបស់យើងដើម្បីឲ្យពងដែលយើងដាក់ទៅមិញហ្នឹងវាបែកហើយវាជាប់ជាមួយគ្រាប់បាយបានឆ្អិនល្អនៅពេលដែលយើងបន្ថែមភ្លើងឲ្យក្តៅទៀតធ្វើឲ្យពងដែលយើងទៅដាក់ចូលហ្នឹងវាឆ្អិនល្អហើយវាភាយក្លិនឈ្ងុយពងឈ្ងុយបាយហ្នឹងតែម្ដងណាបងប្អូនចាថែមភ្លើងឲ្យខ្លាំងណាដូចខ្ញុំបញ្ជាក់អញ្ចឹងក្នុងចំណុចនេះថែមភ្លើងឲ្យខ្លាំងហើយបងប្អូនកូរឲ្យញាប់ដៃបន្តិច
ពេលដែលឃើញក្របបាយយើងរសោះល្អចារាយល្អបែបនេះហើយបញ្ជាក់ថាពងដែលយើងគូសទៅមិញហ្នឹងគឺឆ្អិនល្អហើយបាយរបស់យើងក៏ឆ្អិនល្អដែរបងប្អូនហើយភាយក្លិនឈ្ងុយខ្លាំងមែនតែនចាអញ្ចឹងយើងអាចបិទភ្លើងបានហើយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមដោយសារតែស្លឹកខ្ទឹមខ្ញុំគឺសល់បន្តិចទេបងប្អូនអើយអញ្ចឹងអត់មានអីដាក់ច្រើនទេរោយបានតែបន្តិចនឹងឯងចាហើយឥឡូវបាយឆារបស់យើងគឺឆ្អិនរួចរាល់ហើយបងប្អូនចាដួសញ៉ាំនៅផ្ទះខ្លះច្រកទៅសាលាខ្លះគឺថាទាំងប្តីទាំងកូនគឺថាឲ្យតែខ្ញុំឆាម្ដងគឺអត់ដែលសល់ទេបងប្អូនពេលខ្លះខ្ញុំខ្លួនឯងអត់បានញ៉ាំទៀត